ชีวิตมนุษย์គ្រប់គ្នាដែលបានកើតមកនៅក្នុងលោកហើយមានប្រកដីនៅដោយសេចក្តីសុខទៅបាននោះគឺមកអំពីស្គាល់និងគោរពនៅទូនាទីរបស់ខ្លួនឯងដើម្បីកូនមេឪពុកស្គាល់ទូនាទីស្គាល់នៅសិទ្ធិរបស់ខ្លួនសិទ្ធិរបស់អ្នកដទៃនិងដើម្បីរៀបចំទុកដាក់ឲ្យបានល្អនៅក្នុងការខ្សែគប់ឬសមាគមរួមការងារក្នុងកិច្ចការផ្សេងៗព្រមទាំងដើម្បីបាននៅភាពប្រសើរក្នុងការតាក់ទងជាមួយអ្នកដទៃនៅក្នុងសង្គមកូនត្រូវសិក្សារៀនសូត្រឲ្យបាននៅចំណេះដឹង7មុខ1កូនត្រូវរៀនឲ្យដឹងថាកិច្ចការអ្វីខ្លះដែលជាមុខនាទីរបស់មនុស្ស2កូនត្រូវដឹងហេតុនិងផលក្នុងការងារដែលត្រូវធ្វើមិនត្រូវច្រឡំហេតុផលជាដាច់ខាត3កូនត្រូវរៀនអំពីខ្លួនឯងឲ្យស្គាល់ខ្លួនឯងឲ្យបានប្រកបព្រមទាំងត្រូវដឹងពីការគោរពខ្លួនឯងផង4កូនត្រូវរៀនឲ្យដឹងប្រមាណគឺចេះស្ទង់ស្ទាបក្នុងដំណើរការមានបញ្ញាយល់ត្រូវជាគ្រឿងកំណត់5កូនត្រូវរៀនអំពីពេលវេលាត្រូវចេះកំណត់ដឹងកាលត្រូវចេះប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍6កូនត្រូវរៀនឲ្យដឹងអំពីព្រឹត្តិការណ៍និងអធ្យាស្រ័យនៃបុគ្គលត្រូវចេះសង្កេតឲ្យស្គាល់មនុស្សនិងទី7កូនត្រូវរៀនឲ្យស្គាល់អំពីសង្គមមនុស្សទំនៀមទម្លាប់ប្រពៃណីជាដើមចំណេះដឹងទាំងអស់នេះមិនត្រឹមតែធ្វើឲ្យកូនស្គាល់នៅទូនាទីរបស់ខ្លួនបានច្បាស់លាស់ប៉ុណ្ណឹងទេគឺនៅធ្វើឲ្យកូនបានទៅជំនួសដ៏សំខាន់ក្នុងការជួយខ្លួនឯងនិងជួយដល់អ្នកដទៃទៀតផងប៉ុន្តែឪសូមឲ្យកូនមាននៅស្មារតីប្រយ័ត្នជានិច្ចចំពោះសេចក្តីប្រមាទគឺការធ្វេសប្រហែសព្រោះសេចក្តីប្រមាទនេះឯងវាធ្វើឲ្យអ្នកដែលចេះស្ទាត់នៅក្នុងការងារហើយនោះត្រឡប់ទៅជាទទួលនៅបរាជ័យដូចជាបុគ្គលល្ងងខ្លៅឬដូចជារថយន្តដែលក្រឡាប់ធ្លាក់ជ្រោះអញ្ចឹងឯងកូនមេឪពុកទូនាទីរបស់មនុស្សជាកិច្ចការចាំបាច់បំផុតដែលត្រូវសិក្សានិងបប្រតិបត្តិដល់គ្នាទៅវិញទៅមកក្នុងឋានៈនេះកូនមានទូនាទីច្រើនយ៉ាងដែលត្រូវធ្វើចំពោះអ្នកដទៃកូនត្រូវបំពេញទូនាទីជាកូនដ៏ល្អរបស់មាតាបិតាការកូនជាបងគេកូនត្រូវបំពេញទូនាទីជាបងដ៏ល្អរបស់ប្អូនកាលដែលកូនជាប្អូនគេក៏ត្រូវបំពេញទូនាទីជាប្អូនដ៏ល្អរបស់បងកាលដែលកូនជាមិត្តរបស់គេកូនត្រូវបំពេញទូនាទីជាមិត្តដ៏ល្អរបស់មិត្តសម្លាញ់កាលដែលកូនជាអ្នករៀនសូត្រកូនត្រូវបំពេញទូនាទីជាសិស្សដ៏ល្អរបស់គ្រូគ្រប់យ៉ាងត្រូវឲ្យបានល្អជាទីបំផុតនិងឲ្យអស់សមត្ថភាពការបប្រតិបត្តិនៅទូនាទីជា